បាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនពីរបៀបជោគត្រីដោយប្រើប្រាស់សំណាញ់គឺត្រីក្នុងនេះយើងពិបាកយកខ្លាំងមែនទែនដោយសារតែនៅក្នុងស្រះទឹកហ្នឹងវាមានកំប្លោកព័ទ្ធជុំវិញច្រើនហើយណាមួយបើសិនជាយើងបងក៏យើងបងត្រីអត់បានដែរកាលណាដែលយើងបងទៅវាទៅលើកំប្លោកហ្នឹងសំណាញ់របស់យើងអត់លិចចូលក្នុងទឹកទេដល់អញ្ចឹងខ្ញុំមក3នាក់ប៉ារបស់ខ្ញុំគាត់មានវិធីសាស្ត្រនេះក្នុងការយកត្រីហ្នឹងចាប់បានអញ្ចឹងណាបើសិនជាយើងបងក៏យើងបងអត់បានដែរហើយក៏គាត់រកឃើញកំណត់ហ្នឹងដែលគាត់ធ្លាប់ធ្វើតាំងពីគាត់នៅក្មេងឬក៏គាត់នៅពីមុនមកណាគាត់ធ្លាប់ជោគកប៉ោកចឹងដល់ពេលចឹងយើងសាកធ្វើតាមគាត់ចឹងទៅគឺឃើញថាលទ្ធផលរបស់យើងបានមែនបានត្រីមិនត្រឹមតែបានដែរគឺបានច្រើនទៀតហើយចង់ចាក់ប្រោបងថាស្រះនេះគឺយើងទុកចោល4-10ឆ្នាំហើយតែមិនតាន់បានបូមមិនតាន់បានចាប់ម្ដងទេដោយសារថាស្រះហ្នឹងវាសម្បូរកំប៉ោកហើយណាមួយក៏យើងបូមមិនដឹងថាយកទឹកបញ្ចេញទៅណាដែរស្រះហ្នឹងយើងទិញត្រីប្រាមកចិញ្ចឹមជាច្រើនហើយមានត្រីផ្សេងទៀតបងប្អូនមិនមែនមានតែត្រីប្រាតែមានត្រីដែងត្រីទក់ត្រីក្រាញ់ត្រីក្រៃក៏មានដែរហើយមកត្រីកភ្លៀងវិញចង់ប្រព័ន្ធប៉ាន់បាត់ដៃចង់ប៉ាន់ត្រីកធរបងស្គាល់ត្រីកធរអត់ហើយខ្ញុំក៏ចាប់ដើមយកសំណាញ់មកបាកប៉ោកហើយជោគខ្ញុំអត់សូវចេះដែរដល់ពេលសំណាញ់ទី1គឺអត់សូវបានច្រើនទេបងប្អូនបានត្រីប្រាត្រឹម 4-5 ទេដោយសារយើងធ្វើជោគលើកទី1យើងអត់ដែរជោគដល់ពេលសំណាញ់លើកទី2លើកទី3បានច្រើនមែនទែនមកសំណាញ់ហ្នឹងត្រីច្រើនត្រីចម្រុះត្រីដែងត្រីប្រាអី10-20ក្បាលហើយគឺរបៀបជោគយកត្រីហ្នឹងយើងមិនមែនជោគបានតែត្រីចិញ្ចឹមទេណាត្រីស្រែយ៉ាងធម្មតាក៏យើងអាចជោគបានដែរដល់គ្រាន់តែយើងមានសំណាញ់មួយហើយសំណាញ់បញ្ជាក់បងប្អូនថាសំណាញ់បើយើងជោគចេះវារៀងពិបាកតិចដោយសារវាអាចធ្វើឲ្យសំណាញ់របស់យើងនឹងលហែកហើយណាមួយវារៀងខ្ទេចចឹងដោយសារយើងជោគវាពីក្រោមកំប៉ោកហើយបើសិនជាយើងយកសំណាញ់យើងជំរើសដែលយើងល្អគឺយើងត្រូវយកសំណាញ់ណារៀងវិលតិចកុំយកសំណាញ់ញឹកកាលណាដែលសំណាញ់ញឹកបើសិនជាសម្បូរត្រីកញ្ចុះវាអាចនឹងធ្វើឲ្យយើងនឹងមុតត្រីកញ្ចុះព្រោះវាចោតតាមកាឡាហើយយើងយកសំណាញ់រៀងវិល3ហ៊ុនឬ5ហ៊ុនឬ8ហ៊ុនអញ្ចឹងទៅយើងជោគសន្សំពីក្រោមអញ្ចឹងហើយយើងបាកំប៉ោកដែលយើងជោគហ្នឹងចេញពីសំណាញ់យើងរួចហើយត្រីអត់មានរតនាទេដោយសារយើងជោគយើងទាញរំកិលជើងសំណាញ់ពីក្រោមកំប៉ោកហ្នឹងតិចមកវាមូលហើយយើងលើកដូចអញ្ចងអញ្ចឹងប៉ុន្តែធ្វើបែបនេះគឺមានភាពងាយស្រួលដែរគ្រាន់តែយើងចាយកម្លាំងបន្តិចក្នុងការបាកប៉ោកចេញពីសំណាញ់ប៉ុន្តែយើងបានផលច្រើនបានត្រីច្រើនមកវិញហើយចង់បញ្ជាក់ថាស្រះហ្នឹងមិនមែនជាស្រះខ្ញុំទេណាបងប្អូនគឺស្រះរបស់គេទេតែគាត់អត់ដឹងថាត្រូវយកត្រីនឹងរបៀបម៉េចគឺគាត់បងអត់បានបូមក៏បូមអត់រិញហើយចាប់អត់បានទៀតដល់ពេលអញ្ចឹងទៅគាត់ហៅពួកខ្ញុំហៅប៉ារបស់ខ្ញុំដល់ថាគាត់ស្គាល់ប៉ារបស់ខ្ញុំអញ្ចឹងទៅគាត់ឲ្យមកជោគមកចាប់ត្រីហ្នឹងដល់ពេលទៅគាត់ចេះជោគសំណាញ់អញ្ចឹងចាប់បានហើយពេលបានទៅយើងចែកគ្នាទៅគាត់មកចាស់ស្រះហ្នឹងគាត់ចែកឲ្យខ្ញុំបានយកទៅស្លយកទៅអាំងហើយយើងបានអាំងត្រីជុំគ្នាជាមួយគាត់ហើយកន្លែងនេះដែរគឺប្រហែលជាចាប់បានត្រីបានត្រីប្រាមួយត្រីប្រាហ្នឹងវាអត់សូវធំទេបងប្អូនរៀងស្គមទេដោយសារតែវាច្រើនហើយណាមួយវាអត់មានចំណីគ្រប់គ្រាន់ណា
គាត់ដាក់ចោលនៅក្នុងស្រះនឹងឲ្យវាស៊ីធម្មជាតិត្រីនេះតាមពិតទៅវាដូចជារបស់ធម្មជាតិតែដោយសារវាអត់មានចំណីមានអីយើងអត់បានដាក់ចំណីដាក់អីឲ្យទេបាទឥឡូវចាប់បានមកទៀតហើយបាទត្រីប្រារាងស្គមហើយបងប្អូនបើចង់ចេះចូលបែបនេះគឺបងប្អូនអាចមើលតាមវីដេអូនេះបានខ្ញុំសប្បាយចិត្តមែនទែនដោយសារតែខ្ញុំគិតថាធ្វើបែបហ្នឹងវាអត់បានទេវាផ្អើលដល់ពេលទៅចុកមកសំណាញ់ទី1មកបានត្រីប្រា3អដែរ3 4ណាដល់ពេលអញ្ចឹងទៅសង្ហាក់ចិត្តដែរគាត់ថាវាអត់បានដឹងតែអត់បានបណ្ដោយដល់ពេលទៅចេះជោគបានដែរគាត់ថាពេលជោគទៅវាផ្អើលតែវាអត់ផ្អើលបងប្អូនយើងជោគទៅយើងយកសំណាញ់អង្គលពីក្រោមមកហើយអូសឡើងមកលើមកវានៅក្នុងកប៉ោកហ្នឹងឯងហើយធ្វើបែបនេះងាយស្រួលជាងយើងបងទៀតប៉ុន្តែវារៀងពិបាកក្នុងការយើងដោះសំណាញ់ដល់ហើយយើងនៅពេលដែលវាជាប់អាឬកំប្លោកខ្មៅហ្នឹងវាធ្វើឲ្យសំណាញ់យើងធ្ងន់លើកអត់ចង់រួចទេបងប្អូនលើកចេញពិភពវិញតលី2នាក់បាទហើយនេះសំណាញ់ទី1យើងរៀងបានតិចបានតា3 4ក្បាលទេឥឡូវយើងចាប់ដើមរលាស់សំណាញ់ចាក់សម្រាមចាក់មេឈើចាក់អីចេញពីសំណាញ់ហើយវារៀងស្រាលកុំឲ្យជាប់សំណាញ់យើងអញ្ចឹងណាហើយយើងចាប់ដើមទៅអូសមកកន្លែងទៀតអូសមកកន្លែងនេះដែរគឺមិនមែនកន្លែងណាទេគឺនៅក្នុងស្រះដដែលនឹងគាត់ថាយើងដូរកន្លែងទៅកន្លែងកប៉ោកថ្មីហើយដល់ពេលយើងអូសហ្នឹងយើងមើលផងបងប្អូនតើយើងសំណាញ់យើងមកច្រាស់គឺអត់បានត្រីទេវាចេញតាមប្រឡោះហ្នឹងអស់ធ្វើម៉េចយើងមើលសំណាញ់យើងឲ្យវាមានប្រយោងមានអីហើយតមកនេះខ្ញុំអូសសំណាញ់ទៅ3នាក់ប៉ាខ្ញុំហើយយើងមានកដងនឹងមួយទុកដាក់ត្រីស្រួលយើងអាចបដែតទឹកបានបើសិនជាយើងដាក់ការ៉ុងដាក់អីវារៀងពិបាកដោយសារតែការ៉ុងវាអត់តែទឹកបើកដងនេះយើងចោះប្រឡោះពីលើហ្នឹងទៅយើងអាចបដែតចោលបានត្រីវារួចតាណាទេគឺវាមិនអាចលោតចេញបានដោយសារតែប្រឡោះដែលយើងដាក់ហ្នឹងទូចហើយវាអត់តែទឹកហើយយើងចាប់ដើមបាតទៀតបងប្អូនមកស្នាញ់នេះរៀងបានច្រើនជាងមុនដោយសារតែយើងចេះជោគដល់មុនស្នាញ់មកដបហ្នឹងគឺថ្មីបំផុតយើងអាចដែរធ្លាប់ធ្វើពីមុនហើយឥឡូវចាប់ដើមជោគតទៀតហើយសេរីវែកផ្លូវវែកអីមកសេរីស្នាញ់យើងស្អាតនេះឥឡូវមានពូម្ចាស់ស្រះហ្នឹងក៏គាត់ចុះមកដែរដំបងគាត់ថាបើសិនជាជោគបានត្រី3គាត់ចុះដែរដល់ពេលយើងជោគមិន3ណាបងប្អូនមកសំណាញ់10ក្បាលជាងឥឡូវគាត់ចុះមកដែរជួយកាយកប៉ោកចេញពីសំណាញ់ហើយកប៉ោកនេះវាក្រាស់បងប្អូនដករមចេញបាទរមចេញអស់ពីច្រើនវាដោះឬជាប់គ្នាហើយណាមួយវាធ្ងន់ទៀតវានៅក្នុងទឹកហើយយើងចូលគេមកយើងយកជើងយើងហ្នឹងបោះឡើងមកខាងលើកប៉ោកហ្នឹងទៅវាតែវាត្រីវាអត់ចេញទេវាអត់លោតទេដល់ពេលយើងបាហ្នឹងគឺស្ងាត់ដែរបងប្អូនយើងគិតថាអត់មានត្រីណាតែដល់ពេលយើងបាអស់មកឃើញត្រីច្រើនវានៅខាងបាតក្រោមហើយនេះបើសិនជាមានត្រីរស់ត្រីអីគឺវាបុកគាត់ថាត្រីប្រាហ្នឹងក៏វាបុកដែរបងប្អូនតែវាបុកមិនសូវដូចត្រីរស់ធ្វើយើងដឹងមុនណាហើយឥឡូវចាប់ផ្ដើមបាតទៀតលើកចេញមកសំណាញ់ពីសំណាញ់ទៀតគ្រប់ហើយដោយសារមកសំណាញ់នេះបានឡើង20ក្បាលនេះឥឡូវយើងបានកប៉ោកចេញអស់ហើយបងប្អូនមើលត្រីច្រើនមែនតើពេលយើងចុកហ្នឹងគឺស្ងាត់ឆឹងអត់មានឃើញត្រីម្នេះទេដល់ពេលយើងបារិញអស់ណែមើលត្រីប្រាអានេះមិនមែនថាត្រីចិញ្ចឹមណាត្រីស្រែក៏យើងអាចជោគបានដូចគ្នាឲ្យតែមានកប៉ោកមានស្អីគេកញ្ឆែតទឹកអីហ្នឹងដែលវានៅលើទឹកស្ដុកហ្នឹងយើងអាចជោគបានដូចគ្នាហើយខ្ញុំបានត្រីក្រាយនៅប្រហែលជា1 2 គីឡូ 3 គីឡូតែអត់បានថតពេលហ្នឹងហើយ
nè khởi nhé mà sẵn anh ấy cho chất một phây quả đọc ba phây quả đấy tôi pra chập vô hơi video ní mình ngày nào bọn chứ ngày cho chứ năm tầm đòn thì tới ngày cho chứ năm ọt bàn đã lên để chứ năm này cứ mò chột tray chột ấy tầm đà bên tới bàn mà sao bàn ấy thì mò chột tật tram phọc cho chứ năm này ấy mình ấy theo con này vừa rồi tới chứ năm mai cứ ọt bàn đã lên năm mới có tới chẳng đá ra được sao ta cho chứ năm mấy cái đau bể 40 អង្សាអីវាយើងចេញទៅវាក្តៅណាមួយយើងរៀងធំមកហើយដូចក្មេងចូលចិត្តដើរលេងដូចតែយើងកាលនៅពីក្មេងដែរហ្នឹងដល់ពេលខែចូលឆ្នាំខែអីចឹងគឺមានអីក្រៅពីដើរលេងគឺម្នាក់អនឲ្យទៅដល់ថ្ងៃចូលឆ្នាំថ្ងៃបូនថ្ងៃទៀនអីចឹងណាបាទឥឡូវបងប្អូនមកមើលលទ្ធផលរបស់យើងដែលយើងជោគ ជោគត្រីមិញបានត្រីច្រើនមែនតើគឺសូត្រត្រីប្រាត្រីអីហើយមានត្រីអណ្ដែងត្រីអីដែរបងត្រីអណ្ដែងផែ4-10ក្បាលត្រីរស់បានមួយរៀងធំដែរនោះយើងកំពុងអាំងបដាដែរហើយត្រីនេះធម្មជាតិបងប្អូនអត់មែនត្រីចាំទេគឺຕົកចោលឲ្យវាស៊ីចំណីធម្មជាតិហើយបងប្អូនអាចសាកល្បងវិធីសាស្ត្រនេះបានគឺងាយស្រួល